បាទសូមស្វាគមន៍ដល់លោកអ្នកប្រិមិត្តគ្រួសារ FM 99.5 MHz ជាទីគោរពនិងជាទីមេត្រីបាទរៀនណាស់ដែលបានវិលមកជួបលោកនាងប្រិមិត្តជាថ្មីម្ដងទៀតនៅក្នុងនីតិជំនឿខ្ញុំចម្ងល់អ្នកបាទនីតិយើងតែងតែចូលមកបម្រើលោកអ្នកប្រិមិត្តជារៀងរាល់ថ្ងៃសុក្រវេលាម៉ោង4ដល់ម៉ោង5រសៀលពីគ្រួសារ FM 99.5 MHz ហើយយើងតែងតែលើកយកប្រធានបទមួយមកពិភាក្សាដោយមានការបកស្រាយបំភ្លឺពីវាគ្មិនកិត្តិយសរបស់យើងគឺដើម្បីជួយដល់លោកអ្នកប្រិមិត្តយើងដែលលោកចង់ស្វែងយល់បន្ថែមអំពីជំនឿនៅក្នុងគ្រិស្តបរិស័ទអំពីព្រះជាម្ចាស់ឥឡូវនេះដើម្បីកុំឲ្យអូសបន្លាយពេលវេលាយូរខ្ញុំបាទក៏សូមជម្រាបសួរដល់វាគ្មិនកិត្តិយសរបស់យើងតែម្ដងបាទសូមជម្រាបសួរដល់លោកស៊ិនសំណាងបាទជម្រាបសួរលោកមកយឿនអរគុណលោកសុខសប្បាយជាទេលោកបាទសុខសប្បាយជាធម្មតាចុះលោកវិញលោកបាទសុខសប្បាយធម្មតាដូចគ្នាបាទអរគុណណាស់នៅថ្ងៃនេះដែលលោកវាគ្មិនកិត្តិយសរបស់យើងលោកមានឱកាសមកជួបលោកអ្នកប្រិមិត្តជាថ្មីម្ដងទៀតបាទលោកអ្នកប្រិមិត្តយើងលោកកំពុងតែទន្ទឹងរង់ចាំថាតើនៅថ្ងៃនេះនីតិយើងនឹងលើកយកប្រធានបទអ្វីមកជម្រាបចែកជូនបាទខ្ញុំជម្រាបជូនតែម្ដងប្រធានបទដែលយើងលើកយកមកពិភាក្សានៅថ្ងៃនេះគឺសាតាំងនិងព្រះនៅក្នុងព្រះគម្ពីរបាទអញ្ចឹងតើនៅក្នុងព្រះគម្ពីរបានជួយបង្ហាត់បង្រៀនដល់យើងដែលជាអ្នកប្រតិបត្តិនៅក្នុងព្រះបន្ទូលនឹងថាសាតាំងមានលក្ខណៈយ៉ាងម៉េចហើយព្រះមានលក្ខណៈយ៉ាងម៉េចនោះនៅពេលបន្តិចទៀតនេះលោកវាគ្មិនកិត្តិយសរបស់យើងលោកនឹងជម្រាបជូនលោកអ្នកប្រិមិត្តឲ្យកាន់តែពុះស្ដារនិងស៊ីជម្រៅថែមទៀតបាទអរគុណមុននឹងលោកជម្រាបជូនដល់លោកអ្នកប្រិមិត្តរបស់យើងដែលលោកកំពុងតែទន្ទឹងរង់ចាំជាបឋមបាទសូមលោកជម្រាបជូនពីគោលដៅដែលលោកចង់ជួយដល់លោកអ្នកប្រិមិត្តតាមរយៈប្រធានបទនេះតែម្ដងបាទសូមអញ្ជើញបាទហើយគោលបំណងរបស់ខ្ញុំបាទគឺចង់ឲ្យប្រិយមិត្តលោកជ្រាបច្បាស់ទាក់ទិនទៅនឹងរឿងគេគោលលទ្ធិរបស់សាតាំងអ្វីត្បិតមិនបាននិយាយច្បាស់នៅក្នុងព្រះគម្ពីរក៏ដោយច្រើនកន្លែងយើងឃើញថាពីព្រះបកើតផ្ទៃមេឃផែនដីព្រះចេះ1ចេះ2ប៉ុន្តែហាក់ដូចជានៅកន្លែងច្រើនអន្លើនិយាយចោះចំពោះរឿងសាតាំងថ្ងៃនេះខ្ញុំបាទចង់ឲ្យប្រិយមិត្តជាពិសេសអ្នកដែលជឿព្រះអង្គឲ្យលោកមានការស្វែងយល់ច្បាស់ពីគោលលទ្ធិឬជំនឿទាក់ទងរឿងអំណាចសាតាំងនឹងឯងអ្វីត្បិតមិនបានច្បាស់តើហេតុអីបានជាយើងត្រូវតែយល់ឲ្យច្បាស់អំពីប្រព័ន្ធគំនិតរបស់សាតាំងទី2ខ្ញុំចង់ឲ្យលោកអ្នកយល់អំពីសាតាំងជាមួយនឹងព្រះតើលោកអ្នកស្គាល់ព្រះកម្រិតណានៅពេលដែលយើងចាប់ផ្ដើមអានព្រះបន្ទូលទោះបីជាវត្តមានសាតាំងបាននិយាយនៅក្នុងព្រះគម្ពីរក៏ដោយតែយើងទុកចិត្តព្រះឬក៏យើងនៅតែក្រោមអំណាចរបស់សាតាំងដដែលហេតុអីយើងត្រូវតែសិក្សាអំពីលក្ខណៈព្រះនិងសាតាំងក្នុងព្រះគម្ពីរពីព្រោះទោះបីជាព្រះគម្ពីរសម្ដែងសាតាំងក៏ដោយប៉ុន្តែយើងត្រូវតែរៀនឲ្យស្គាល់ពីលក្ខណៈរបស់សាតាំងដើម្បីឲ្យយើងឃើញអំពីលក្ខណៈរបស់ព្រះអញ្ចឹងនេះជាគោលបំណងដែលខ្ញុំចង់ឲ្យលោកអ្នកស្គាល់ព្រះអង្គច្បាស់នៅក្នុងព្រះគម្ពីរហើយក៏ស្គាល់សាតាំងឲ្យច្បាស់នៅក្នុងព្រះគម្ពីរដែរតាមរយៈចំណេះចេះដឹងប្រាជ្ញានិងយោបល់គ្រប់ចម្ពោះដែលសាតាំងព្យាយាមបាទដើរតួនាទីជាអ្នកប្រើតម្រេះយោបល់តាំងខ្លួនថាជាអ្នកមានតម្រេះបញ្ញានិងយោបល់គ្រប់ចម្ពោះដដែលទី3ខ្ញុំចង់ឲ្យលោកអ្នកស្គាល់អំពីតួនាទីរបស់សាតាំងនៅក្នុងជំនឿប្រពៃណីចង់និយាយថាតើសាតាំងនៅក្នុងសង្គមពីដើមដែលពួកអ្នកប្រាជ្ញលោកឲ្យសេចក្តីបង្រៀនពាក្យថាសាតាំងនៅក្នុងសាលប្រជុំសាលាប្រជុំតាំងពីសម័យកាលបុរាណក្នុងការបង្រៀនពន្យល់បំផន់បំភ្លៃនោះមានលក្ខណៈយ៉ាងណាហើយថ្ងៃនេះខ្ញុំបាទនឹងជំរាបជូនលោកអ្នកបានស្គាល់ច្បាស់ហើយចុងក្រោយគោលដៅគឺអាចយកទៅអនុវត្តដើម្បីយើងដំណើរជីវិតប្រកបដោយបាទគោលបំណងចុងក្រោយគឺដើម្បីឲ្យលោកអ្នកបងប្អូនបានស្គាល់អំពីសាតាំងនៅក្នុងក្រុមជំនុំតើបើសិនជាព្រះត្រាស់ហៅពួកអ្នកជឿរាប់ជាអ្នកសុចរិតបរិសុទ្ធមែនតែអាចមានសាតាំងនៅក្នុងក្រុមជំនុំដែរឬអត់នេះជាបញ្ហាមួយដែលបងប្អូនតែនិយាយថាអ្នកជឿប្រៀបដូចជាសាតាំងចុះហេតុអីបានជាយើងកំណត់ថាអ្នកជឿខ្លះប្រៀបដូចជាសាតាំងតែនៅក្នុងព្រះគម្ពីរបានបង្រៀនយ៉ាងម៉េចតែយើងត្រូវប្រយ័ត្នពួកផារីស៊ីសាឌូស៊ីតែក្រុមនឹងអាចកំណត់ថាដូចជាសាតាំងដែរអត់ហើយអ្នកជឿដែលមានលក្ខណៈដូចផារីស៊ីសាឌូស៊ីអាចរាប់ថាជាសាតាំងដែរអត់ជាងរឿងទាំងអស់នេះដែលខ្ញុំចង់ឲ្យលោកអ្នកឃើញអំពីរឿងរ៉ាវដែលកើតឡើងដូចជា Polycarp ដែលជាអ្នកព្រឹទ្ធបូជាចារ
ពីបុរាណនៃវត្តក្រុមជំនុំបុរាណលោកបានមានកង្វល់ចំពោះទស្សនៈទាំងអស់នេះដែរអញ្ចឹងចុងក្រោយខ្ញុំចង់ឲ្យលោកអ្នកបានយកចិត្តទុកដាក់អំពីការសិក្សាតម្រេះបញ្ញារបស់ព្រះតើតម្រេះបញ្ញារបស់សាសនឹងបែបម៉េចដែលយើងត្រូវស្គាល់ព្រះអង្គនៅក្នុងព្រះបន្ទូលរបស់ព្រះជាងកុំឲ្យយើងវង្វេងចាញ់បោកនឹងការបង្រៀនរបស់សាតាំងទាំងនៅក្នុងក្រុមជំនុំទាំងនឹងការប្រតិបត្តិជីវិតនឹងក្រៅបាទសូមអរគុណ បាទអរគុណណាស់បាទចំពោះការដែលលោកមានគោលបំណងចង់ជួយដល់លោកអ្នកនិងប្រិយមិត្តយើងឲ្យស្គាល់ច្បាស់អំពីព្រះជាម្ចាស់និងឲ្យស្គាល់ពីលក្ខណៈរបស់សាតាំងផងដែរបាទមុននឹងលោកអ្នកប្រិយមិត្តចូលរួមតាមដានស្ដាប់ជាបន្តទៀតឲ្យបានស៊ីជម្រៅនោះបាទសូមរីកំសាន្តជាមួយនឹងបទចម្រៀងមួយបទសិនយើងនឹងវិលមកជួបគ្នាបន្តពីបទចម្រៀងបាទសូមរីដោយមេត្រីជីវិតបក់បោកក្រំក្រែងឲ្យចិត្តចំបែងវងវែងក្នុងលោកវិលវល់ខ្វល់ខ្វាយនឿយណាយទុកសោព្យុះកម្មបក់បោកសងគ្រប់រូបខ្ញុំវងវែងឆ្ងាយពីព្រះហារតីពីម្ចាស់ថ្លៃព្រះគ្រីស្ទក្សត្រធំរស់នៅតែតោលគ្មានទេក្តីសង្ឃឹមសូមព្រះជួយខ្ញុំរួចពីក្តីល្បួងអូព្រះយេស៊ូវអើយខ្ញុំវិលវិញហើយសូមគង់បង្កើយហើយថែរក្សាដោយក្តីមេត្តានិងក្តីករុណាព្រះអង្គសូមព្រះស្រោចស្រង់ឲ្យខ្ញុំបានរួមក្នុងព្រះអង្គជីវិតដែលរស់ឆ្ងាយពីព្រះហារតីមានតែពិតភ័យគ្មានក្តីសន្តំខ្ញុំវង្វេងឆ្ងាយខ្ញុំបានជ្រុលខំជួយខ្ញុំបានរស់ក្នុងព្រះហារតីដែលរស់ឆ្ងាយពីព្រះហារតីមានតែពិតភ័យគ្មានក្តីសន្តំខ្ញុំវង្វេងឆ្ងាយខ្ញុំបានជ្រុលខំជួយខ្ញុំបានរស់ក្នុងព្រះហារតីលោកអ្នកប្រិមិត្តគ្រួសារ FM 96.5 MHz ជាទីគោរពនិងជាទីមេត្រី
លោកអ្នកកំពុងតាមដានស្ដាប់នៅក្នុងនីតិជំនឿខ្ញុំចងល់អ្នកដែលផ្សាយចេញពីគ្រួសារ FM 99.5 MHz នៅក្នុងប្រធានបទសាតាំងនិងព្រះនៅក្នុងព្រះគម្ពីរបាទអំបញ្ញមិញលោកវាគ្មិនកិត្តិយសរបស់យើងលោកបានជម្រាបជូនអំពីគោលបំណងដែលចង់ជួយដល់លោកអ្នកប្រិយមិត្តបាទអញ្ចឹងជាកិច្ចចាប់ផ្ដើមបាទសូមលោកជួយបញ្ជាក់ជូនដល់លោកអ្នកនិងប្រិយមិត្តយើងឲ្យកាន់តែយល់ច្បាស់ថែមទៀតបាទអំពីគោលលទ្ធិរបស់សាតាំងនៅក្នុងសេចក្តីជំនឿបាទតើយើងមានជំនឿយ៉ាងណាដើម្បីកុំឲ្យមានការខុសឆ្គងទៅចំពោះគោលលទ្ធិនោះបាទសូមជើញជាការពិតបើយើងមើលសេចក្តីបង្រៀនទាំងគេហៅថាការរៀនទេវសាស្ត្រណាបាទយើងឃើញយើងសិក្សាច្រើនប៉ុន្តែដូចថាគេអង់គ្លេសថា Satan theology វាអត់មានបាទបើយើង angelology វាមានពីព្រោះវាហាក់បីដូចពិបាកបានជាអ្នកប្រាជ្ញមួយចំនួនលោកមានផលពិបាកសម្រាប់វិនិច្ឆ័យថាតើសាតាំងយើងគួរតែយកមកសិក្សាឲ្យច្បាស់ឬយ៉ាងណាអញ្ចឹងមានការភ័ន្តច្រឡំនៃគោលលទ្ធិនិងសេចក្តីបង្រៀនមួយចំនួនតាក់ទងរឿងប្រវត្តិសាស្ត្ររឿងការអនុវត្តតម្រេះបញ្ញាការយល់ឃើញរបស់សាតាំងតែយ៉ាងណាក៏ដោយយើងត្រូវទទួលស្គាល់ការពិតភាពលំបាកទាំងឡាយដែលមានការបង្រៀននៅទាំងនៅក្នុងព្រះគម្ពីរទាំងនៅក្នុងក្រុមជំនុំទាំងអស់ហ្នឹងវាបានត្រូវបានគេបញ្ចេញបញ្ចូលបើគេថាបន្ថែមបន្ថយដែរពីព្រោះហាក់បីដូចជាសាតាំងវាមិនមានឃើញរូបភាពច្រើនប្រមាណទេប៉ុន្តែរឿងសំខាន់ដែលខ្ញុំចង់ឲ្យលោកអ្នកពិចារណាគឺជាការពិចារណានៅក្នុងវិចារណញ្ញាណបែបអាថ៌កំបាំងណាមានអ្នកប្រាជ្ញខ្លះលោកព្យាយាមស្រាវជ្រាវសូម្បីតែការវិភាគវែកញែកនៅក្នុងជំនឿសាសនាហាក់បីដូចយើងឲ្យរូបភាពសាតាំងទៅតាមជំនឿដែរប៉ុន្តែយើងមិនបានយកប្រពៃណីដែលត្រូវបានមនុស្សបង្កើតឡើងយកមកឆ្លុះបញ្ចាំងនៅក្នុងជំនឿព្រះបន្ទូលទេយើងមានព្រះគម្ពីរបានបង្ហាញអំពីរូបភាពរបស់សាតាំងហើយដូច្នេះអ្វីដែលខ្ញុំចង់និយាយការពិតសាតាំងមានរូបភាពដូចជាមនុស្សដែលមានលក្ខណៈអស្ចារ្យជាងមនុស្សជាមនុស្សដែលមានអំណាចលើសជាងមនុស្សជាបុគ្គលដែលអាចគ្រប់គ្រងវាសនារបស់មនុស្សពេលខ្លះយើងឃើញដែរយើងទៅទុះទាយ៉ាងហ្នឹងប៉ុន្តែរឿងសំខាន់ដែលខ្ញុំចង់ឲ្យលោកអ្នកឃើញគោលលទ្ធិនៅក្នុងព្រះគម្ពីរមិនបាននិយាយច្បាស់ទេមូលហេតុនៅក្នុងគោលការណ៍គោលលទ្ធិរបស់សាតាំងនៅក្នុងព្រះគម្ពីរមិនបាននិយាយច្រើនកន្លែងទេឲ្យទៅជាប្រព័ន្ធសម្រាប់ឲ្យយើងជាអ្នកជឿអ្នកសិក្សាបានស្វែងយល់ច្បាស់នៅឡើយយ៉ាងណាក៏ដោយអ្វីដែលខ្ញុំចង់ឲ្យយើងពិចារណាគឺវាគ្រាន់តែមានខមួយចំនួនតំបន់ឬក៏ខត្រួសណាចោះខ្លះទេហើយអត្ថបទកពីឬក៏ខមួយចំនួនអ្នកសិក្សាមួយចំនួនលោកតែងតែបានរៀបរាប់រឿងរ៉ាវតាក់ទិនជាមួយនឹងតួអង្គណាសាតាំងហ្នឹងប៉ុន្តែបើយើងមើលរឿងអ្នកនិពន្ធរឿងវីដេអូឬក៏តែងជារូបតែងជារឿងបាទអ្នកនិពន្ធលោកមិនចង់ទៅផ្ដោតគេថាតួឈ្នានីសប្រមាណទេប៉ុន្តែគេចង់ពន្យល់តែភក្តីស្នេហារវាងបុគ្គលមួយទៅបុគ្គលមួយប៉ុន្តែព្រះគម្ពីរបានចាប់ចំប្លង់ខ្លះតាក់ទងទៅនឹងរឿងរបស់សាតាំងយ៉ាងណាក៏ដោយរឿងជីវិតរបស់សាតាំងបានបង្ហាញនៅក្នុងការតែងនិពន្ធដែលមាននៅក្នុងព្រះគម្ពីរដើមដំបូងគឺព្រះជាអ្នកបង្កើតមែនពិតប៉ុន្តែពួកនឹងគឺជាអំណាចដែលមាននៅក្នុងទីងងឹតហើយក៏គេអាចស្គាល់បានថាគឺជាមនុស្សជាបុគ្គលដែលទាស់ទៅក្នុងពន្លឺនិងក្តីបរិសុទ្ធរបស់ព្រះជាមនុស្សវាយប្រហារកាច់សាហាវដែលសម្ដែងរូបភាពរបស់ខ្លួនថាខ្លួនជាអ្នកអាចឲ្យចម្លើយជាអ្នកផ្ដល់សេចក្តីសុខដល់មនុស្សដូចជាផ្ដល់សេចក្តីសន្យាឲ្យអាដាមអេវ៉ាជាដើមឡើយជាងនៅពេលដែលមនុស្សចាប់ផ្ដើមស្វែងរកចម្លើយជីវិតសាតាំងព្យាយាមដើរតួនាទីជាអ្នកដែលអាចជំនួសនៅអតិទេពបានពីព្រោះសាតាំងអាចមានអំណាចបានជាងគោលលទ្ធិដែលមាននៅក្នុងព្រះគម្ពីរមិនបានពន្យល់ច្បាស់ថាតើសាតាំងមានមកពីណាទេពីព្រោះព្រះមិនបានឲ្យទៅជឿទៅលើសាតាំងប្រមាណទេប៉ុន្តែឲ្យមើលឃើញថាព្រះជាចម្លើយយ៉ាងណាក៏ដោយយើងជាអ្នកជឿព្រះអង្គយើងដើរនៅក្នុងពន្លឺការបើកសម្ដែងវាចាំបាច់នៅក្នុងព្រះបន្ទូលរបស់ព្រះប៉ុន្តែរឿងសំខាន់យើងមិនមែនគ្រាន់តែជឿលើគោលលទ្ធិរបស់សាតាំងទេតែយើងជឿទៅលើអំណាចបារមីបច្ចេស្តាដែលព្រះបានសម្ដែងរូបអង្គទ្រង់គ្រប់លក្ខណៈសម្បត្តិថាព្រះមានអំណាចលើសាតាំងណាវាអេភេសូអញ្ចឹងចំពុកពីថាព្រះអង្គបានដាក់ក្រោមអំណាចទោះបើអំណាចនឹងលើមេឃក្រោមទឹកនៅលើអាកាសឬក៏នៅលើដីលើវាហាក៏ដោយកន្លែងព្រះអង្គដាក់ទាំងអស់នៅក្រោមអំណាចប្របាទទារបស់ព្រះអង្គ
ចឹងសរុបសេចក្តីមកគោលលទ្ធិមិនមែនជារឿងសំខាន់សម្រាប់ជំនឿគ្រីស្ទបរិស័ទតាក់ទងរឿងសាតាំងទេប៉ុន្តែឲ្យដឹងថាសង្គមពិភពលោកនេះពិតជាមានសាតាំងមែនដើម្បីឲ្យមនុស្សបានបែរមករកព្រះពីព្រោះដោយសារតែអំណាចការគ្រប់គ្រងរបស់សាតាំងនឹងឯងបាទសូមអរគុណបាទអរគុណណាស់បាទទោះបីលោកជម្រាបជូនថាមិនមានគោលលទ្ធិពីសាតាំងតែឲ្យយើងស្គាល់ពីព្រះជាម្ចាស់លក្ខណៈសម្បត្តិព្រះជាម្ចាស់នោះយើងនឹងអាចស្គាល់តួអាក្រក់នោះដែរអញ្ចឹងតាក់ទងយ៉ាងម៉េចជាមួយនឹងសាតាំងហើយនឹងលក្ខណៈរបស់ព្រះជាម្ចាស់ដែលលោកបានបញ្ជាក់អំបញ្ញមិញថាសាតាំងតែងតែចង់ដើរតួនាទីព្យាយាមដើរតួនាទីជាព្រះហ្នឹងបាទសូមជឿដូចខ្ញុំនិយាយមិញតាក់ទងរឿងសំណួរថាសាតាំងមានគោលលទ្ធិអត់បើយើងសិក្សាអំពីទេវតាប្រវត្តិសាតាំងចេញពីទេវតាព្រះទេណាបើលោកអ្នកអាចស្ដាប់តាមដានខ្ញុំពីដើមមកលោកអ្នកឃើញថាទំនាក់ទំនងពីដើមមករវាងសាតាំងនិងព្រះវាអាចនិយាយថាទេវតាជាមួយនឹងព្រះទេវតាឈរតំណែងឋានៈក្នុងការដែលជាពួកពលបរិវារក្នុងការសរសើរដំកើងព្រះបាទគេថាមិនមែនជាធម្មជាតិដែលក្បត់ប៉ុន្តែជាមនុស្សដែលព្រមស្ម័គ្រចិត្តស្លាប់ដើម្បីណាចវាយនាយអញ្ចឹងយើងឃើញថាទំនាក់ទំនងរបស់សាតាំងជាមួយនឹងព្រះឬក៏ទេវតានិយាយពីទេវតាចុះពីព្រោះកាលណានិយាយអំពីសាតាំងវាអត់មានទេវសាសនាបញ្យល់ច្បាស់ប៉ុន្តែបើនិយាយពីទេវតាវាមានទេវសាសនិយាយគេអង់គ្លេសថា angelology អាចសិក្សាអំពីប្រវត្តិទេវតាមកបានចឹងបានគេកំណត់ប្រភេទទេវតាវាអាចដូចជាសាតាំងទេវតាអាចคล้ายទៅអាចមានរូបភាពជា demon ជាអ្នកគ្រប់គ្រងពួកមានអំណាចជាដើមឡាប៉ុន្តែគោលលទ្ធិរបស់សាតាំងវាមិនអាចសម្ដែងច្បាស់ប៉ុន្តែយើងអាចឃើញអំពីគោលលទ្ធិនេះទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងការសិក្សាអំពីលក្ខណៈរបស់ទេវតាចឹងបានខ្ញុំនិយាយថាសាតាំងជាមួយនឹងព្រះឬក៏យើងអាចនិយាយថាទេវតាជាមួយនឹងព្រះហេតុអីពីព្រោះទេវតាដើរតួនាទីជាអ្នកដែលនាំឲ្យមនុស្សស្គាល់ព្រះនាំឲ្យមនុស្សឃើញបច្ចេស្តាព្រះទេវតាតួនាទីជាអ្នកដែលសម្រេចបំណងផែនទីព្រះនៅលើផែនដីម្ល៉េះហើយបានជាសាតាំងនៅពេលដែលក្បត់ព្រះហើយសាតាំងនិងព្រះសាតាំងបានคล้ายខ្លួនជាគូបដិបៈដើម្បីបំផ្លែងគោលបំណងណាយើងមើលរឿងចិនស្ដេចបញ្ជូនរាជសារទៅហើយស្រាប់តែមានមន្ត្រីខ្លះបំផ្លែងរាជសារហ្នឹងស្ដេចសរសេរនៅក្នុងរាជសារថានឹងផ្ដល់មេត្តាករុណាប៉ុន្តែមានមួយទៀតដែលស្អប់បំផ្លែងសម្បត្តិនោះសញ្ញេវាយត្រាដដែលដើម្បីទៅជាសម្លាប់ទៅវិញដូច្នេះហើយបំណងរបស់សាតាំងគឺព្យាយាមដើម្បីបំផ្លាញទប់ស្កាត់មិនឲ្យបំណងមហាទេវព្រះបានសម្រេចសួរថាព្រះដឹងទេព្រះដឹងប៉ុន្តែធ្វើម៉េចព្រះអង្គមិនទាន់សម្លាប់ទេព្រះអង្គក៏មិនទាន់បោះគេនៅក្នុងអំណាចនៃបឹងភ្លើងកន្លែងដែលជំនុំជម្រះអស់កលជានិច្ចនោះដែររឿងសំខាន់ព្រះអង្គចង់ឲ្យឃើញថាបុគ្គលនឹងលក្ខណៈរបស់ទេវតាឬក៏សាតាំងនេះគឺត្រូវតែស្ថិតនៅក្រោមដែនការគ្រប់គ្រងព្រះគឺដើម្បីឲ្យคล้ายជាមនុស្សម្នាក់ឬជាបុគ្គលនៅក្នុងកម្រិតដៃព្រំដែនកិច្ចការដែលព្រះបានកំណត់ចឹងហើយបានន័យថាសាតាំងមានសិទ្ធិធ្វើមែនតែមិនអាចសម្លាប់ដូចជាសាតាំងធ្វើបាបយោបឬក៏កាពីកន្លែងថាទេវតាធ្វើបាបយោបប៉ុន្តែមិនអាចទេកន្លែងខ្លះយើងធ្វើបាបមែនប៉ុន្តែគោលបំណងគឺដើម្បីព្រះប្រើឲ្យគេឃើញអំណាចរបស់ព្រះអង្គនោះឯងបាទសូមអរគុណបាទអរគុណណាស់បាទឥឡូវនេះសូមអនុញ្ញាតសម្រាប់មកផ្លែតបាទហើយសូមលោកអ្នកប្រិមិត្តចូលរួមរីករាយកម្សាន្តជាមួយនឹងបទចម្រៀងមួយបទទៀតសូមអរគុណលោកអ្នកនាងដែលបានស្ដាប់ការផ្សាយរបស់វិទ្យុគ្រួសារ FM 99.5លោកអ្នកប្រិមិត្តគ្រួសារ FM 99.5 MHz ជាទីគោរពនិងជាទីមេត្រីលោកអ្នកកំពុងតាមដានស្ដាប់នៅក្នុងនីតិជំនឿខ្ញុំចម្ងល់អ្នកដែលផ្សាយចេញពីគ្រួសារ FM 99.5 MHz នៅក្នុងប្រធានបទសាតាំងនិងព្រះនៅក្នុងព្រះគម្ពីរបាទយើងក៏បានពិភាក្សាជាច្រើនមកដែរឃើញថាសាតាំងតែងតែមានបំណងដើម្បីបំភ្លេចបំផ្លាញកិច្ចការរបស់ព្រះអង្គមិនឲ្យព្រះអង្គបានសម្រេចនៅបំណងផាតីរបស់ព្រះអង្គម្ចាស់ឡើយបាទអញ្ចឹងសូមលោកជួយបំភ្លឺបន្ថែមជូនដល់លោកអ្នកនិងប្រិមិត្តយើងបាទមានកាពីមួយបាទនៅក្នុងរបស់ក្សត្រខ្សែទី1បាទសាតាំងឈរទាស់នឹងអ៊ីស្រាអែលហើយឲ្យដាវីតរាប់ចំនួនលោកបានជម្រាបជូនថាព្រះមានអំណាចមានប្រជាស្ដារលើសាតាំងបាទអញ្ចឹងនៅក្នុងព្រះគម្ពីរសញ្ញាចាស់គឺសាតាំងបានឈរទាស់នឹងអ៊ីស្រាអែលហើយឲ្យដាវីតបានរាប់ចំនួនក្រែងដាវីតជាអ្នកកោតខ្លាចព្រះហេតុអីបានជាសាតាំង
បញ្ជាឲ្យដាវីតរាប់ចំនួននោះតើហេតុអីបានជាសាតាំងមានអំណាចទៅលើដាវីតបាទជាការពិតអានេះយើងឃើញនៅក្នុងប្រវត្តិនៅក្នុងកាពីដែលលោកនិយាយមិញពងសាវតារបាក្សត្រទី1ចំពុក21ខ1ក្តីឬក៏សាំយូអែខ្សែទី1 24នៅក្នុងនេះនិយាយអំពីរឿងប្រវត្តិសាស្ត្រកាពីសញ្ញាចាស់បាននិយាយសាតាំងមិនមែនគ្រាន់តែជាបុគ្គលដែលបង្ហាញថាជាបុគ្គលដែលបានធ្លាក់ពីស្ថានដ៏ខ្ពស់បំផុតនៅកន្លែងវត្តមានរបស់ព្រះទេប៉ុន្តែកាពីកន្លែងថាវាជាអ្នកបម្រើរបស់ព្រះដែរបានសម្ដែងនឹងដើរតួនាទីជាអ្នកសម្រេចផែនការរបស់ព្រះនៅលើផែនដីអញ្ចឹងបើយើងសិក្សាអំពីទេវតាហ្នឹងណាបាទប៉ុន្តែមិនមែនសុទ្ធតែសាតាំងពាក្យសាតាំងនេះវាចេញពីទេវតាចេញពីពួកវិញ្ញាណដែរអញ្ចឹងបើខ្ញុំត្រូវបញ្យល់ឲ្យលោកអ្នកស្គាល់ស្អីជាទេវតាហ្នឹងលោកអ្នកអាចទៅតាមដានជាមួយខ្ញុំបានជានៅក្នុងរឿងរ៉ាវប្រវត្តិសាស្ត្រនៅពេលដែលដាវីតចាប់បានរាប់ចំនួនអ៊ីស្រាអែលនៅត្រង់ថាវាជាសេចក្តីល្បួងមួយដែលចាប់ផ្ដើមដូចនឹងករណីដែលសត្វពស់ទៅល្បួងនឹងអាដាមអេវ៉ាថាតើអាដាមត្រូវទុកចិត្តព្រះឬក៏ទៅទុកចិត្តថាដើមឈើអ្នកឲ្យជីវិតព្រះជាអ្នកឲ្យជីវិតឬក៏ដើមឈើសាតាំងប្រាប់ថាដើមឈើជាអ្នកឲ្យជីវិតមិនមែនព្រះជាអ្នកឲ្យជីវិតទេបើញ៉ាំទៅវាអត់ស្លាប់ប៉ុន្តែវានឹងរស់ដូចគ្នាដែរសាតាំងបានមកលបួងតេះប្រាជ្ញាចេះការទុកចិត្តរបស់ដាវីតតើដាវីតពឹងលើអំណាចទ័ពដើម្បីវាយយកឈ្នះឬក៏ដាវីតពឹងលើអំណាចរបស់ព្រះអញ្ចឹងការរាប់ចំនួនមានន័យថាគឺជាការទាញបែរឲ្យការចាប់អារម្មណ៍របស់ដាវីតថាកម្លាំងជោគជ័យគឺស្ថិតនៅលើទ័ពសមត្ថភាពទ័ពមិនមែនស្ថិតនៅលើអំណាចរបស់ព្រះទេព្រះចង់ឲ្យកូនចៅអ៊ីស្រាអែលឃើញថាព្រះគឺជាមេទ័ពព្រះជាអ្នកធ្វើសឹកសង្គ្រាមសម្រាប់នាំមកជោគជ័យដើម្បីឲ្យកូនចៅអ៊ីស្រាអែលបានអរគុណដល់ព្រះចឹងរាល់ពេលនេះហើយជារឿងរ៉ាវបានស្គាល់ថាសាតាំងបានឈរទាស់នឹងអ៊ីស្រាអែលកន្លែងនេះមិនមែនមានន័យថាសាតាំងនៅក្នុងន័យជាវិញ្ញាណអាក្រក់តែប៉ុន្តែអាចនិយាយថាជាអ្នកបម្រើព្រះដែលនៅក្នុងព្រះគម្ពីររបាក្សត្រទី1ចំពុក6ឬក្នុងគម្ពីរយោបបាននិយាយបានបង្ហាញអំពីជាបុគ្គលជាអ្នកបម្រើដើម្បីសម្រេចកិច្ចការព្រះអង្គដែរតែមិនមែនមានសុទ្ធតែសាតាំងសុទ្ធតែអាក្រក់ទេបើនៅក្នុងករណីខ្លះសាតាំងបានដើរតួនាទីឬវិញ្ញាណកន្លែងនេះសាតាំងខ្ញុំសំដៅទៅលើទេវតាណាព្រោះពាក្យសាតាំងឬក៏ទេវតា demon ហ្នឹងមកពីពាក្យតែមួយទេប៉ុន្តែគ្រាន់ថាលក្ខណៈក្រុមផ្សេងគ្នាបាទដូចគ្នាបានខ្ញុំចង់ឲ្យលោកអ្នកយល់កន្លែងហ្នឹងសាតាំងមានអំណាចទៅលើដាវីតជាអ្នកកោតខ្លាចព្រះមែនពីព្រោះសាតាំងបានដើរតួនាទីជាអ្នកធ្វើតាមបំណងបាតីព្រះមិនមែនធ្វើតាមបំណងរបស់សាតាំងទេបើសាតាំងណាដែលធ្វើឲ្យខ្លួនទាញមនុស្សឲ្យឆ្ងាយពីបំណងបាតីព្រះសាតាំងធ្វើដើម្បីសម្រេចបំណងបាតីព្រះរបស់ខ្លួនឯងគេហៅថាជាអំណាចដែលកំពុងតែបះបោរប្រឆាំងជាក់ស្ដែងយើងឃើញថាដូចជាសេចក្តីបង្រៀនសេចក្តីលបួងរបស់សាតាំងនាំឲ្យឆ្ងាយចេញពីព្រះហើយនៅក្នុងគំនិតជំនឿសាសនាជាដើមឡាក់ដែលធ្វើឲ្យយើងពិបាកយល់វាពិបាកនឹងការសម្គាល់ថាមួយណាជាដែនអំណាចរបស់ព្រះមួយណាជាសកម្មភាពជាដែនសមត្ថកិច្ចផ្ទាល់របស់ព្រះឬមួយមកពីអំណាចរបស់សាតាំងដូចនេះបានយើងឃើញថានៅក្នុងព្រះគម្ពីរសាមយូអែលជាយ៉ាងអេសាយចំពុក45ខ7អេម៉ូស 3:6 នៅក្នុងព្រះគម្ពីរបានសម្កត់ទៅលើមនុស្សត្រូវទទួលខុសត្រូវដែរមិនមានន័យថាតតែអំណាចនឹងមកអន្តរាគមជាមួយទង្វើការប្រព្រឹត្តទេប៉ុន្តែមនុស្សក៏ត្រូវតែដឹងថាតើប្រាជ្ញាដែលយើងទៅរស់ជាមួយនឹងការស្គាល់វិញ្ញាណយ៉ាងណាព្រោះពេលដែលវិញ្ញាណសាតាំងបានសម្ដែងចេញបានប្រាប់យើងថាតើវិញ្ញាណនោះជាវិញ្ញាណមកពីព្រះទេវតាមកពីព្រះឬក៏ទេវតាមកពីអរិយជាងទាំងអស់នេះបានជានៅក្នុងព្រះគម្ពីរបង្រៀនឲ្យយើងស្គាល់អំពីអំណាចរបស់វិញ្ញាណទេវតាដែលអាចសម្គាល់ថាតើមួយណាជាទេវតាល្អមួយណាជាទេវតាអាក្រក់ហើយទេវតាអាក្រក់អាចសម្គាល់ថាពួកអ្នកគ្រប់គ្រងពួកមានអំណាចពួករដ្ឋបារមីឬយើងអាចនិយាយថាសាតាំងជាដើមឡាប៉ុន្តែកំណត់សេចក្តីដែលជួបចង់បញ្ជាក់សរុបសេចក្តីរបស់លោកសាតាំងមិនអាចឈ្នះកូនព្រះអង្គទេប៉ុន្តែកន្លែងនេះសាតាំងឈរទាស់នឹងពួកអ៊ីស្រាអែលពីព្រោះព្រះចង់ឲ្យអ៊ីស្រាអែលដឹងថាតើអ៊ីស្រាអែលទុកចិត្តដាវីតទុកចិត្តអំណាចទ័ពឬក៏ទុកចិត្តព្រះជាម្ចាស់តែប៉ុណ្្នឹងបាទសូមអរគុណបាទអរគុណណាស់បាទចំពោះការបំភ្លឺជូនដល់លោកអ្នកនិងប្រិមិត្តរបស់យើងបាទដូចក្នុងគោលបំណងរបស់លោកតែងតែចង់ឲ្យលោកអ្នកប្រិមិត្តយើងលោកបានយល់កាន់តែច្បាស់ថែមទៀតដែលតាក់ទងទៅនឹងសាតាំងនេះអញ្ចឹងសូមលោកជួយបំភ្លឺបន្ថែមតួនាទីរបស់សាតាំងនៅក្នុងជំនឿប្រពៃណីនោះវាយ៉ាងណាទៅវិញដែរបាទសូមជើញ
នៅក្នុងទូនាទីរបស់ជំនឿប្រពៃណីឯទីពិសេសតាសាតាបើយើងសិក្សាឥឡូវខ្ញុំចូលទៅប្រវត្តិតិចណាលោកណាបាទមុននឹងយើងកើតទៅជាប្រពៃណីជំនឿមានឥទ្ធិពលទៅដល់ប្រទេសមួយចំនួនគេថាអ្នកដែលមានអរិយធម៌រុងរឿងនៅក្នុងមជ្ឈិមបូព៌ាគឺពួកសង្គ្រាមពឺស៊ីគេថាបើសង្គ្រាមសាសនារបស់សាសនាពឺស៊ីហ្នឹងគឺគេមានជំនឿច្រើនណាស់គេខ្ញុំសង្ខេបដល់ខ្លីសម័យកាលបុរាណពឺស៊ីនេះហើយគឺជាអយកោជាតារបស់ពួកអារ្យងនេះហើយដែលវាយមកកាលដល់ឥណ្ឌាអញ្ចឹងហើយបានជាឃើញថាជំនឿសាសនារបស់សាតាំងមានឥទ្ធិពលខ្លាំងណាស់នៅក្នុងសង្គមអង់គ្លេសថា Zoroaster និង Zoroaster មានន័យថាគឺជាសម័យកាលមួយដែលថ្វាយបង្គំអតិទេពដែលមានអតិទេពមាន Avitas ឬក៏ Midas ដែលជាអតិទេពរបស់ពួកឥណ្ឌាអារ្យដែលមានជំនឿនៅក្នុងការប្រតិបត្តិប្រពៃណីនៅក្នុងអំណាចនៃសេចក្តីស្លាប់ការគោរពនៅលើសាកសពការបែងចែកនៅរូបភាពព្រះផ្សេងគ្នាជាពិសេសអំណាចនៃធម្មជាតិដូចខ្ញុំនិយាយមិនទាន់មានព្រហ្មញ្ញសាសនាពួកអរិយបានកំណត់រូបភាពព្រះសាតាំងនៅក្នុងឥទ្ធិពលផ្សេងសាតាំងអាចជាការគ្រប់គ្រងនៅលើដើមឈើទឹកភ្លើងដីខ្យល់ពពកណាអាកាសផ្កាយរហូតដល់ព្រះអាទិត្យព្រះច័ន្ទជាដើមឡាដែលបង្ហាញពីរូបភាពរបស់ធម្មជាតិដែលមានអំណាចគ្រប់គ្រងនៅលើโลกនេះអញ្ចឹងអំណាចពឺស៊ីគឺបង្រៀនឲ្យមនុស្សត្រូវតែថ្វាយបង្គំនៅគ្រប់ទាំងអស់ដូចជាព្រះអាទិត្យព្រះច័ន្ទផ្កាយផែនដីនេះព្រះអាគីខ្ញុំអត់និយាយពីរឿងសម័យព្រហ្មញ្ញសាសនាទេពួកអារ្យបានបង្រៀនឲ្យមនុស្សឃើញថាសាតាំងមានអំណាចទៅលើធម្មជាតិមានឥទ្ធិពលទៅលើជីវិតពីព្រោះសាតាំងជាអ្នកប្រើធម្មជាតិជាអ្នកធ្វើឲ្យមនុស្សភ័យខ្លាចនៅពិភពអំណាចដែលមនុស្សត្រូវតែគោរពនិងថ្វាយបង្គំជាដើមឡាអញ្ចឹងខ្ញុំអត់ចង់ទៅវិញឆ្ងាយទេមិនថា Avitas ឬ Rigveda ដែលនៅក្នុងជំនឿហើយមានឈ្មោះច្រើនណាស់នៅក្នុងសម័យពួក Persi នោះខ្ញុំតែងតែទាញប្រវត្តិហ្នឹងដើម្បីឲ្យលោកអ្នកយល់បន្តិចបាទដើម្បីឲ្យលោកអ្នកថ្ងៃក្រោយអាចតាមខ្ញុំបានប៉ុណ្ណឹងទៅចុះហើយខ្ញុំសូមអរគុណហើយខ្ញុំត្រឡប់ទៅរឿងកសាតាំងវិញបាទពុំសាតាំងនៅក្នុងជំនឿប្រវត្តិដើមគឺវាភ្ជាប់ជាមួយប្រពៃណីមែនប៉ុន្តែហាក់បីដូចជាព្រះគម្ពីរអញ្ចឹងបានខ្ញុំឃើញថាព្រះជាបុគ្គលព្រះមានអំណាចលើធម្មជាតិហើយព្រះអង្គលើអំណាចលើលោកធាតុទាំងឡាយផងព្រះអង្គមិនមែនគ្រាន់តែឲ្យមនុស្សទៅថ្វាយបង្គំធម្មជាតិដែលសាតាំងព្យាយាមប៉ុណ្ណឹងទេប៉ុន្តែដែលសាតាំងត្រូវបានកំណត់នៅអំណាចរបស់ខ្លួនថាមិនមែនជាអ្នកដែលគ្រប់គ្រងដែនសកលហើយមានរូបភាពគ្រប់ទាំងអស់នៅលើផែនដីទេសាតាំងគ្រាន់តែជាបុគ្គលដែលព្រះបង្កើតមកនៅក្នុងដែនអំណាចមួយដែលកំណត់ទៅតាមកលៈទេសៈដែលព្រះប្រើសម្រាប់ឲ្យមនុស្សរៀនបានពីអំណាចពីរតើមនុស្សទឹកចិត្តអំណាចនៅលើផែនដីឬក៏ត្រូវតែជឿថាមានអំណាចមួយដែលអាចដោះស្រាយជីវិតរបស់មនុស្សនៅពេលដែលមនុស្សប្រឈមមួយមុខជាមួយអំណាចដែលមិនអាចស្មានដល់គេហៅអំណាចដែលមិនអាចមើលឃើញដូច្នេះមនុស្សត្រូវតែស្វែងរកតើអំណាចពិតប្រាកដអំណាចដែលនាំឲ្យមនុស្សមានសុវត្ថិភាពជាអ្នកណាអញ្ចឹងបានមនុស្សស្វែងរកវិញ្ញាណគ្រប់ប្រភេទប៉ុន្តែព្រះបានប្រាប់ថាវិញ្ញាណទាំងអស់នោះជាវិញ្ញាណដែលព្រះបានកំណត់ទៅដែនកំណត់របស់គេប៉ុន្តែពេលវេលាមួយដែលក្នុងព្រះគម្ពីរដូចជាលូកាចំពុក 4:6 ព្រះអង្គថាក្រក់ទាំងឡាយគឺដើម្បីអីដើម្បីសេរីល្អឲ្យគេឃើញសេរីល្អរបស់ព្រះជាម្ចាស់តាមរយៈព្រះអាចដោះវិញ្ញាណទាំងអស់នោះបានបាទសូមអនុញ្ញាតសម្រាប់មួយផ្លែតបាទសូមលោកអ្នកប្រិយមិត្តរីកកំសាន្តជាមួយនឹងបទចម្រៀងមួយបទទៀតបាទយើងនឹងវិលមកជួបគ្នាបន្តពីបទចម្រៀងបាទសូមរីកដោយមេត្រីរ
លោកអ្នកប្រិមិត្តគ្រួសារ FM 99.5 MHz ជាទីគោរពនិងជាទីស្រឡាញ់លោកនាងកំពុងតែតាមដានស្ដាប់នៅក្នុងនីតិជំនឿខ្ញុំចម្ងល់អ្នកនៅក្នុងប្រធានបទសាតាំងនិងព្រះនៅក្នុងព្រះគម្ពីរបាទយើងក៏បានពិភាក្សាគ្នាជាច្រើនមកហើយដែរឥឡូវនេះយើងនឹងចូលទៅក្នុងការពិភាក្សាជាបន្តទៀតបាទតើលោកអាចជម្រាបជូនដល់លោកអ្នកប្រិមិត្តរបស់យើងបានយ៉ាងណាដែរអំពីសាតាំងនៅក្នុងក្រុមជំនុំនោះបាទសូមជើញបាទនៅក្នុងព្រះគម្ពីរសាតាំងនៅក្នុងក្រុមជំនុំវាជាគំនិតតាំងពីសម័យបុព្វកាលដែលមិនទាន់មានក្រុមជំនុំអង់គ្លេសថាដូចជនកញ្ញាចំពោះ14ខ47ដែលព្រះអង្គចង់បញ្ជាក់អំពីសេចក្តីក្រោធទាស់ជាមួយនឹងពួកជំនុំពួកគេអ្នកប្រព្រឹត្តអាក្រក់ណាបាទអញ្ចឹងនៅក្នុងនេះព្រះអង្គចង់បញ្ជាក់ថានៅពេលដែលគេស្គាល់សេចក្តីពិតហើយគេស្គាល់ព្រះហើយតែគេមិនបានប្រតិបត្តិដំណើរជីវិតអញ្ចឹងគេคล้ายទៅជាក្រុមមានគំនិតការប្រព្រឹត្តអាក្រក់ដូចនឹងលក្ខណៈរបស់សាតាំងអញ្ចឹងក្រុមជំនុំមិនមែនក្រុមជំនុំបរិសុទ្ធដែលព្រះត្រាស់ហើយទៅជាក្រុមជំនុំនៃពួកមនុស្សមានបាបទៅវិញគោលបំណងរបស់ព្រះគឺដើម្បីឲ្យមនុស្សមានបាបប្រែចិត្ត
ហើយស្គាល់ព្រះមិនមែនប្រមូលមនុស្សមានបាបឲ្យคล้ายទៅជាក្រុមមានបាបទេអញ្ចឹងបានជាគេហៅពួកជំនុំសាតាំងគឺនៅក្នុងយោងនៅក្នុងវិវរណៈចំពុក2ខ9ឬ3:9ដែលយើងសង្កេតឃើញថាព្រះបានត្រាស់ហៅក្រុមជំនុំនៃពួកសាតាំងទាំងក្រុមជំនុំប្រភេទនៅស្មីណានិងភីឡាដេភីដែលគេប្រកាសថាខ្លួនគេជាសាសយូដែលមានត្រកូលពីពូជអង្គពងអាប់រ៉ាហាំដោយជំនឿប៉ុន្តែគេមិនបានរាប់តែជាពូជពងរបស់ជំនឿនៃអាប់រ៉ាហាំរស់នៅជាគ្រូជាជំនឿទេគេប្រតិបត្តិផ្ទុយទៅវិញដូចគ្នាយើងជាអ្នកកូនព្រះប៉ុន្តែយើងមិនបានដំណើរជីវិតដូចកូនព្រះអានេះយើងអាចថាយើងជាអ្នកជឿព្រះប៉ុន្តែយើងមិនមានសេចក្តីពិតរបស់ព្រះថាតែយើងអាចប្រកាសខ្លួនថាយើងអ្នកជឿព្រះយ៉ាងម៉េចអញ្ចឹងយើងបើមិននៅខាងព្រះនៅខាងណាអានឹងសូមលោកពិចារណាទី2ដែលវិវរណៈពី3:9ហ្នឹងក៏បានសំដៅទៅលើក្រុមដែលបានចាត់ទុកថាលោកយ៉ូហានចាត់ថាមិនមែនជាសាសយូដាមិនកាត់ដោយស្បែកប៉ុន្តែក៏មិនមែនជាសាសពិតរបស់កូនចៅអ៊ីស្រាអែលដោយជំនឿនោះដែរផ្ទុយទៅវិញគឺជាអ្នកដែលប្រតិបត្តិវង្វេងទៅតាមសេចក្តីបង្រៀនឆបោកដែលក្នុងព្រះគម្ពីររ៉ូមចំពុក2ខ8ថាគេមិនមែនជាសាសយូដាទេទាំងរូបកាយខាងក្រៅក៏មិនមែនជាអ្នកកាត់ស្បែកចិត្តដែរប៉ុន្តែជាអ្នកដែលស្រឡាញ់សាច់ឈាមប្រព្រឹត្តអាក្រក់ទៅតាមសេចក្តីប៉ងប្រាថ្នាសាច់ឈាមអញ្ចឹងនៅពេលដែលលោកអ្នកជឿព្រះយើងក៏អាចតែជាក្រុមដែលយើងនៅពេលដែលយើងជឿព្រះប្រងចម្រាស់ចម្រាញ់ឲ្យយើងស្គាល់សេចក្តីពិតកុំឲ្យយើងថាស្អីជាបាបជាចំណងនិស្ស័យរបស់សាតាំងព្រះព្យាយាមឲ្យយើងខ្លាចជាក្រុមបរិសុទ្ធព្រះអង្គដើម្បីឲ្យយើងអាចនឹងប្រតិបត្តិជំនឿឲ្យបានត្រឹមត្រូវជាពិសេសគឺមិនមែនជាក្រុមដែលប្រឆាំងហេតុដែលនៅក្នុងពីសញ្ញាថ្មីច្រើនកន្លែងព្រះអង្គនិយាយដូចសម្ដៅទៅលើពួកផាសាដូស៊ីដែលជាក្រុមបែរមិនបានយកសេចក្តីបង្រៀនព្រះប៉ុន្តែដែលយកចំណេះបញ្ញារបស់ខ្លួនដើម្បីបង្រៀនដើម្បីបំភាន់បំភ្លៃគេហៅសេចក្តីបង្រៀនមិនត្រឹមត្រូវអញ្ចឹងបានជាព្រះបាននិយាយត្រង់សូម្បីតែពេត្រុសនៅពេលដែលពេត្រុសធ្វើអ្វីមិនតាមបំណងប្រហតិព្រះក៏ហៅពេត្រុសថាសាតាំងដែរឃើញទេហើយសូម្បីព្រះអង្គនិយាយពួកផារីស៊ីពួកពូជពោះវែកអើយហេតុអីព្រះអង្គនិយាយពីព្រោះពេលខ្លះការដែលយើងមិនធ្វើអ្វីទៅតាមបំណងប្រហតិព្រះអង្គជាផ្លូវសេចក្តីសុចរិតជាសេចក្តីបរិសុទ្ធទទួលប្រកាសជាសេចក្តីជំនឿសូម្បីតែពេត្រុសដឹងថាព្រះអង្គជានរណាជាព្រះរាជបុត្រត្រាស់ព្រះនោះហើយដែលព្រះអង្គឲ្យសិទ្ធិអំណាចថាជំនឿចាប់ផ្ដើមពីការស្គាល់ព្រះមិនមែនជំនឿចាប់ផ្ដើមពីចំណេះដែលយើងរៀនឆ្លងបានគ្រាន់តែចំណេះពូចំណេះនាំឲ្យមនុស្សវែងតែជំនឿនាំឲ្យយើងស្គាល់ព្រះកាន់តែច្បាស់ឡើងដូច្នេះខ្ញុំសរុបសេចក្តីមកសាតាំងក្រុមជំនុំវាអាចជាទីមួយបុគ្គលដែលពូជពងអាប់រ៉ាហាំតែមិនបានដំណើរជីវិតដោយជំនឿនិងការផ្លាស់ប្ដូរពិតប្រាកដគ្រាន់តែជាពូជពងប្រពៃណីទី2អាចថាជាបុគ្គលដែលមានការប្រតិបត្តិប្រពៃណីក្រុមជំនុំប៉ុន្តែមិនបានរស់នៅក្នុងជំនឿទី3ជាបុគ្គលដែលជឿដូចគ្នាជាអ្នកបៀតបៀនដែលធ្វើឲ្យយើងចេញពីក្រុមជំនុំចេញពីបំណងប្រហតិរបស់ព្រះមិនមែននាំមកការរួបរวมក៏មិនមែននៅបំណងមិនមែននាំគ្នាដើម្បីសម្រេចបេសកកម្មព្រះប៉ុន្តែជាបុគ្គលដែលធ្វើឲ្យកិច្ចការរបស់ព្រះជាម្ចាស់បរាជ័យអានឹងហើយគេហៅថាក៏អាចជាក្រុមសាតាំងនៅក្នុងព្រះក្រុមជំនុំដែរបាទសូមអរគុណបាទអរគុណណាស់បាទដោយសារពេលវេលាក៏មានកំណត់ដែរបាទអញ្ចឹងសូមលោកជួយបំភ្លឺបន្ថែមជូនដល់លោកអ្នកនិងប្រិយមិត្តរបស់យើងបាទដោយលោកបានជម្រាបជូនអំបញ្ញមិញហើយថាជំនឿវាចាប់ផ្ដើមពីការស្គាល់ព្រះអញ្ចឹងសូមលោកជួយបំភ្លឺជូនដល់លោកអ្នកនិងប្រិយមិត្តថាតើយើងត្រូវមានតម្រេះប្រាជ្ញាយ៉ាងណាដើម្បីឲ្យយើងបានស្គាល់ព្រះហើយយើងក៏បានស្គាល់ពីលក្ខណៈរបស់សាតាំងនេះបាទសូមជើញដូចគ្នាដែរនៅក្នុងវិវរណៈចំពុក2ខ4ដែលព្រះអង្គបានប្រើយ៉ូហានសរសេរសម្បត្តិដើម្បីប្រមាលមើលប្រភេទក្រុមជំនុំទាំង7ហ្នឹងក្រុមជំនុំទី1គេទៅធីរ៉ាគឺជាក្រុមជំនុំដែលមិនបានចាក់ឫសនៅក្នុងគោលលទ្ធិសេចក្តីបង្រៀនបានជាមិនបានស្គាល់ណាមិនបានស្គាល់ប៉ុន្តែរឿងសំខាន់គេអត់បានស្គាល់តម្រេះប្រាជ្ញាជំរឿរបស់សាតាំងបានคล้ายទៅជាបន្ទុកតែអ្វីដែលខ្ញុំចង់រៀនគឺសំដៅទៅលើសេចក្តីបង្រៀនខុសឆ្គងដែលនៅឯធីរ៉ាសេចក្តីបង្រៀនខុសឆ្គងនេះគឺសំដៅទៅលើការដែលយើងមិនបានឲ្យក្រុមជំនុំរាជឲ្យស្គាល់ព្រះបាទអត់ស្គាល់ព្រះពិតប្រាកដយើងគ្រាន់តែបង្រៀនតាមរយៈប្រពៃណីហើយយើងឃើញថាសពថ្ងៃមានសេចក្តីបង្រៀនខុសឆ្គងច្រើនណាស់មកវាយលុកឥឡូវថ្មីមានក្រុមអង្គសាំងដងប្រកាសខ្លួនថាខ្លួនជាព្រះយេស៊ូវចុងក្រោយសម្រេចទៅតាមទំនាយហើយមិនចាំបាច់រងចាំព្រះអង្គយើងមកជាលើកទី2ទៀតទេណាសាតាំងខ្ញុំមិននិយាយថាក្រុមណាជាអ្នកណាក៏ប៉ុន្តែការស្គាល់តម្រេះបញ្ញាគឺឲ្យត្រូវស្គាល់ថាអីជាសេចក្តីបង្រៀនត្រឹមត្រូវនិងមិនត្រឹមត្រូវធ្វើម៉េចឲ្យយើងដឹងថាត្រឹមត្រូវបើយើងមិនជំនាញក្នុងការសិក្សាឲ្យស្គាល់លុយដុល្លារคล้ายលុយដុល្លារវិសុទ្ធទេ
ប៉ុន្តែព្រះបានបង្រៀនយ៉ាងច្រើនអំពីតើអ្នកណាជាអ្នកបង្រៀនត្រឹមត្រូវតើអ្នកណាជាអ្នកបង្រៀនខុសឆ្គងអញ្ចឹងជំរឿនៃចំណេះរបស់សាតាំងក៏វាមានដែរសាតាំងបានប្រកាសនៅតម្រេះបញ្ញាថាខ្លួនជាអតិទេពយើងឃើញហើយពិភពលោកនេះភ័ន្តច្រឡំដោយការបំភាន់បំផែរហូតដល់คล้ายទៅជាគេថាតម្រេះនិងច្បល់គ្រប់ចម្ពោះបើយើងមើលនៅក្នុងព្រះគម្ពីររ៉ូមចំពោះ11ខ33លោកប៉ូលបានសរសេរមកមនុស្សលោកខ្លះពេញដោយទីជម្រៅនៃប្រាជ្ញានិងចំណេះរបស់ព្រះប៉ុន្តែផ្ទុយទៅវិញមានអ្នកខ្លះបានបែរវង្វេងមិនស្គាល់រហូតដល់ធ្លាក់ខ្លួននៅក្នុងជំនុំជម្រះនៃសេចក្តីអាក្រក់គ្រប់យ៉ាងពីព្រោះអត់ស្គាល់តម្រេះអត់ស្គាល់ប្រាជ្ញាឯកូរិនថូស41ចំពោះ2ខ10ហ្នឹងក៏និយាយថាត្បិតសេចក្តីក្រោធរបស់ព្រះបានសម្ដែងទៅគេដោយវិញ្ញាណរបស់ព្រះដើម្បីគេដឹងវិញ្ញាណរបស់ព្រះអង្គឲ្យគេមើលឃើញអ្វីដែលទីជម្រៅមានន័យថាជាសេចក្តីពិតដើម្បីយើងអាចវិនិច្ឆ័យថាអ្វីគឺជាតម្រេះមកពីព្រះអ្វីជាតម្រេះមកពីសាតាំងបាទសូមអរគុណបាទអរគុណណាស់បាទជាចុងក្រោយតើលោកមានអនុសាសន៍បាទឬក៏ចង់ជួយដល់លោកអ្នកប្រិមិត្តយើងយ៉ាងណាដើម្បីឲ្យមានការប្រតិបត្តិបានត្រឹមត្រូវបាទនៅក្នុងជំនឿគ្រីស្ទបរិស័ទយើងដែលតាក់ទងទៅនឹងសាតាំងនិងព្រះនេះបាទសូមជើញទីមួយខ្ញុំចង់លើកទឹកចិត្តឲ្យប្រិយមិត្តជាអ្នកសិក្សាថាសាតាំងគ្មានគោលលទ្ធិមែនប៉ុន្តែដំបូងឡើយក៏យើងមិនត្រូវសន្និដ្ឋានថាសាតាំងគ្រាន់តែជារឿងអាក្រក់ថាជាបុគ្គលដែលយើងមិនគួរយកសិក្សាប៉ុន្តែក៏ដដែលទីមួយខ្ញុំចង់ឲ្យលោកអ្នកបានគិតថាសាតាំងវាដើរតួនាទីក្នុងប្រវត្តិសាស្ត្រនៅក្នុងគេហៅថាទេវកថាយើងត្រូវតែរៀននៅក្នុងប្រពៃណីសង្គមវប្បធម៌ជំនឿរបស់យើងថាតើសាតាំងបានបំលែងខ្លួននៅក្នុងប្រពៃណីបែបណាដើម្បីឲ្យយើងបោះបង់ជំនឿដើមណាដែលជាសមិទ្ធកម្មមួយដែលធ្វើឲ្យយើងវង្វេងអញ្ចឹងរឿងនៅក្នុងទេវកថារបស់ប្រទេសមួយមិនថាប្រទេសឥណ្ឌាប្រទេសណាក៏ដោយតែងតែមានទេវកថាហើយទេវកថានោះហើយដែលបង្ហាញឲ្យយើងដឹងថាតើជំនឿទស្សនៈប្រពៃណីរូបភាពរបស់ព្រះនៅក្នុងការកំណត់សាតាំងប្រភេទបែបម៉េចដូចជាស្ដីឧទាហរណ៍នៅក្នុងពុទ្ធសាសនាយើងលោកតែងតែបង្ប្រាប់ថាអីទៅជាមាសាតាំងតែខ្ញុំមិនចង់បកស្រាយនៅក្នុងជំនឿរបស់យើងទេតែខ្ញុំចង់បញ្ជាក់ថាជំនឿសាតាំងនៅក្នុងជំនឿមួយតែងតែបង្ហាញនៅឥទ្ធិពលបុគ្គលម្នាក់មានឥទ្ធិពលយ៉ាងសំខាន់នៅក្នុងដំណាក់កាលជីវិតរបស់មនុស្សអញ្ចឹងគោលលទ្ធិរបស់សំខាន់វាអាចរូបភាពគោលលទ្ធិវាអាចនៅក្នុងរូបភាពជាបកជាវត្ថុអាចរូបភាពនៅក្នុងតម្រេះបញ្ញាសាតាំងណាអាចរូបភាពនៅក្នុងការបង្ហាញនៅការបំផែបំភាន់ដូចនឹងពីពេត្រុសខ្សែទី1ចំពុក5 8ដែរបាទដែលជាគូបដិបត្តិនៃសេចក្តីពិតរបស់ព្រះអារឿងទាំងអស់នេះគឺអាចពិចារណាទី2ខ្ញុំចង់ឲ្យលោកអ្នកដឹងគោលលទ្ធិរបស់សាតាំងមានឥទ្ធិពលតាំងពីសម័យបុរាណមកអញ្ចឹងសាតាំងបានដើរតួនាទីរូបភាពនៃសាសនានៃសង្គមដូចជាសម័យពឺស៊ីសង្គ្រាមពួកពឺស៊ីសង្គ្រាមដែលមានអរិយធម៌ដែលវាយមកចូលប្រទេសឥណ្ឌាបែបបង្កើតជារូបភាពរហូតដល់คล้ายទៅជារឿងជំនឿថ្វាយបង្គំរូបព្រះដែលយើងហៅថាពហុអតិទេពនិយមនៅក្នុងសម័យកាលបុរាណអញ្ចឹងយើងទទួលស្គាល់ដែរសាតាំងមានឥទ្ធិពលនៅក្នុងសង្គមមនុស្សជាតិមែនទី3ខ្ញុំចង់ឲ្យលោកអ្នកឃើញថាព្រះមានអំណាចទៅលើសាតាំងពីព្រោះព្រះបានបង្រៀននៅក្នុងព្រះបន្ទូលថាមានសាតាំងប៉ុន្តែរឿងដែលសំខាន់ព្រះជាម្ចាស់បកផ្ទៃមេឃផែនដីព្រះបង្កើតសាតាំងមកមិនមែនឲ្យសាតាំងធ្វើអ្វីតាមអំពើចិត្តប៉ុន្តែព្រះបង្កើតសាតាំងដើម្បីឲ្យคล้ายរូបភាពឲ្យដឹងថាតើព្រះមានអំណាចធំជាងសាតាំងប៉ុណ្ណាមនុស្សពឹងសាតាំងឬមនុស្សពឹងព្រះបើគ្មានសាតាំងក៏អត់ឃើញព្រះដែរដូច្នេះបានជាយើងត្រូវតែដឹងថាសាតាំងមានមែនសាតាំងអាចនឹងជាអ្នកបំភាន់បំផែមនុស្សឆ្ងាយពីព្រះប៉ុន្តែដដែលយើងមានព្រះបន្ទូលរបស់ព្រះអង្គដើម្បីឲ្យคล้ายទៅជាអ្នកដែលមើលឃើញថាព្រះមានផ្លូវដោះស្រាយសម្រាប់មនុស្សដែលកំពុងឆ្លុះវែងណែភ័ន្តច្រឡំចំពោះអំណាចរបស់សាតាំងព្រះជាសេចក្តីពិតចុងក្រោយខ្ញុំចង់លើកទឹកចិត្តលោកអ្នកបងប្អូនថាសាតាំងអាចកំណត់ជារូបភាពនៃក្រុមអ្នកជឿមួយចំនួនដែលលោកប្រកាសខ្លួនថាខ្លួនជាអ្នកជឿប៉ុន្តែមិនបានប្រតិបត្តិជំនឿនៅក្នុងជំនឿតាមរយៈពូជពងអាប់រ៉ាហាំទេទី2ជំនឿខ្លះមិនបានជាជំនឿប្រែចិត្តគ្រាន់តែជាជំនឿប្រពៃណីជំនឿមួយទៀតអាចតែជាជំនឿគ្រាន់តែជាជំនឿដែលយើងធ្វើជាប្រយោជន៍ប៉ុន្តែมันបាននាំជាការថ្វាយសេរីល្អដល់ព្រះมันបាននាំនៅសម្រេចបំណងបេសកកម្មរបស់ព្រះប៉ុន្តែជាជំនឿដែលនាំមកការបៀតបៀនជំនឿនាំមកការបាក់បែកជំនឿនាំមកនៅការបំផ្លាញទាំងអស់នេះហើយក៏អាចជារូបភាពថាសាតាំងនៅក្នុងពួកជំនុំដែរអញ្ចឹងសំណួរសួរថាធ្វើម៉េចដើម្បីខ្ញុំអាចคลายទៅជាបុគ្គលដែលគេចផុតពីស្ដីបោកប្រាស់និង
ក្តីហិនវិនិច្ឆ័យរបស់សាតាំងអញ្ចឹងខ្ញុំសូមឲ្យលោកអ្នកបានស្គាល់ព្រះដូចនឹងជីវិតបើយើងដាក់ខ្លួនថាខ្ញុំជាអាដាមនៅក្នុងសួនចារដំបូងតែខ្ញុំគួរតែស្ដាប់សាតាំងដែលមកលបួងមកចូលនឹងពស់ដើម្បីឲ្យខ្ញុំបានទៅតាមពស់ឬក៏ខ្ញុំគួរតែរៀនស្គាល់ព្រះឲ្យច្រើនឡើងដូចជាអានព្រះគម្ពីរអធិដ្ឋានស្វែងយល់ព្រះបន្ទូលឲ្យបានច្រើនទុកចិត្តរត់សេចក្តីសន្យារបស់ព្រះឲ្យច្រើនកុំឲ្យយកមកខយកមកដើម្បីគ្រាន់តែមកពភាកឲ្យគេយកមកខហ្នឹងគ្រាន់តែជាខដែលធ្វើឲ្យយើងបំផ្លាញជីវិតឧបមាថាបាទបើយើងក្រយើងស្លាប់មានយើងរស់អញ្ចឹងកាពីប្រាប់អញ្ចឹងស្រាប់តែយើងជាអ្នកដែលយកអាមកខហ្នឹងយកមកពភាកសាររហូតដល់មែនតើយើងលែងមើលសេចក្តីសន្យារបស់ព្រះពេញមួយកាពីយើងគ្រាន់តែយកមកខដើម្បីទៅពិចារណាអញ្ចឹងគេថាដើម្បីមានរស់គឺត្រូវតែមានអញ្ចឹងបានសរសើរតាំងណាមានយើងនឹងរស់មែនប៉ុន្តែកាពីប្រាប់ថាបើយើងមានយើងអាចមានបញ្ហាឧទាហរណ៍អញ្ចឹងណាប៉ុន្តែកាពីព្រះអង្គប្រាប់ថាមិនឲ្យយើងមានទេព្រះអង្គឲ្យយើងទុកចិត្តព្រះអង្គជាមុនសិនដូចកាពីហើនកន្លែងចូលស្វែងរកនគរព្រះជាមុននេះជារឿងរ៉ាវដែលយើងត្រូវដាក់ខ្លួនតើបើខ្ញុំជាអាដាមអេវ៉ានៅក្នុងសួនច្បារខ្ញុំត្រូវតែស្ដាប់តាមអរិយដើម្បីទៅញ៉ាំតែត្រឹមតែផ្លែឈើដងខុសត្រូវមកពេលឬក៏ខ្ញុំត្រូវស្គាល់ព្រះដើម្បីព្រះបំពេញជំនួសដើមជាច្រើនទៀតដើម្បីឲ្យខ្ញុំស្កប់ចិត្តខ្ញុំមិនទៅសម្លឹងឃើញតែដើមឈើមួយដើមហ្នឹងបាទសូមអរគុណបាទអរគុណណាស់បាទជាចុងក្រោយលោកមានពាក្យពេចន៍ឬក៏អនុសាសន៍ឬក៏ការដាំផ្ញើចុងក្រោយជូនដល់លោកអ្នកប្រិមិត្តដោយសង្ខេបបាទសូមជើញខ្ញុំអត់មានពាក្យពេចន៍អីទេប៉ុន្តែគ្រាន់តែអ្វីដែលខ្ញុំនិយាយប្រៀបដូចជារឿងខ្លះពិបាកយល់គេហៅថាវាជាទេវសាស្ត្រយោងទៅលើព្រះគម្ពីរមួយចំនួនហើយដោយផ្ដោតទៅលើគោលការណ៍ដើម្បីឲ្យលោកអ្នកមានការចាប់ផ្ដើមជំនឿច្បាស់លាស់តាំងពីដើមរហូតដល់ចប់ទោះបីព្រះគម្ពីរមិនបាននិយាយច្បាស់រឿងទេវតាក៏ដោយប៉ុន្តែខ្ញុំចង់ឲ្យលោកអ្នកបានមានភាពប្រកបប្រជាជាមួយនឹងជំនឿតាក់ទងអំណាចវិញ្ញាណសាតាំងបាទសូម្បីតែអ្នកប្រាជ្ញអាឡម៉ង់ក៏គេមានការវិភាគវែកញែកទៅលើទ្រឹស្ដីទាំងអស់ប៉ុន្តែយើងដែលយើងជាជនជាតិយើងជាគេហៅថាជាជនជាតិគេថារាប់តែពលរដ្ឋរបស់ព្រះអង្គណាអ្នកជឿដោយជំនឿហ្នឹងយើងត្រូវស្គាល់ថាអ្វីទៅជាទស្សនវិជ្ជាជាក់ស្ដែងនៅក្នុងកាពីអេភេសូជំពូកចុងក្រោយ6បានយើងតយុទ្ធមិនមែនសាច់ឈាមយើងតយុទ្ធជាមួយវិញ្ញាណពួកគ្រប់គ្រងពួកមានអំណាចអញ្ចឹងបានយើងរស់នៅតែដឹងថាមានវិញ្ញាណមែនមានការគ្រប់គ្រងមែនយើងមិនមែនមិត្តយើងមិនមែនធ្វើដោយអំណាចមិនដោយរិទ្ធដោយអំណាចតម្រេះយោបល់បញ្ញាតែដោយសារបច្ចេស្តារបស់ព្រះដូចនឹងរឿងដែលសាតាំងឬក៏វិញ្ញាណអាក្រក់មកលបួងឲ្យទៅរាប់តបដែលដេវីតទៅរាប់អញ្ចឹងដូចគ្នាតែយើងទុកចិត្តស្បៀងទុកចិត្តអីយើងគ្រាន់ជីវិតរបស់យើងអាចទុកចិត្តលុយកាក់ទុកចិត្តគេឈ្មោះទឹកទៀតមិត្តភ័ក្តិទុកចិត្តអ្វីទាំងអស់ប៉ុន្តែជីវិតរបស់យើងទុកចិត្តអីពីប្រាប់ថាមិនដោយរិទ្ធមិនដោយអំណាចតែដោយសារបច្ចេស្តារបស់ព្រះអញ្ចឹងសូមឲ្យយើងគិតថាសាតាំងអាចផ្ដល់ឲ្យទាំងអស់បានប៉ុន្តែព្រះជាព្រះធានានៅសុវត្ថិភាពសាតាំងគឺសេចក្តីហិនវិនិច្ឆ័យតែព្រះគឺជាស្ថិរភាពនៃជីវិតអស់កលជានិបាតសូមអរគុណបាទអរគុណណាស់បាទលោកអ្នកប្រិមិត្តគ្រួសារ FM 99.5 MHz ជាទីគោរពនិងជាទីមេត្រីនេតិជំនឿខ្ញុំចំងល់អ្នកក៏បានមកដល់ទីបញ្ចប់ដែរខ្ញុំបាទម៉ៅយឿនខ្ញុំបាទស៊ិនសំណាងបាទយើងទាំងអស់គ្នាក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកអ្នកប្រិមិត្តដែលលោកបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមតាមដានស្ដាប់នីតិយើងតាំងពីដំបូងរហូតមកដល់ចុងបញ្ចប់បាទជាចុងក្រោយសូមព្រះជាម្ចាស់គង់នៅជាមួយនិងប្រទានពរដល់លោកអ្នកបាទជួបតែនឹងសេចក្តីសុខសាន្តបាទរាល់ទិនទិវារាត្រីកុំបីឃ្លៀងឃ្លាតឡើយសង្ឃឹមថានឹងជួបលោកអ្នកប្រិមិត្តនៅសប្តាហ៍ក្រោយទៀតសូមអរគុណ